ចំចេញទៅក្របចេះទៅខាងឲ្យភ្ញៀវនៅខាងអូនសែបាទអូនសែខេត្តរតនគិរីបាទរៀបចំដាក់ផ្ញើទៅឲ្យគាត់មកចេញទៅកូនស្ទាវបាទអាយុ4ខែជាង4ខែចូល4ខែជាងបាទរៀបចំឲ្យគាត់មកព្រោះមេឃថ្ងៃនឹងភ្លៀងខ្លាំងទៀតដឹងបានឡានបានទេបាទចាំមើលរៀបចំដាក់ទៅហើយបាទទៅខាងអូនសែទៅខាងអូវ៉ាន់សែបាទភូមិកោះគៀស្រុកអូវ៉ាន់សែបាទខេត្តរតនគិរីបាទរៀបចំចេញទៅនេះបាទរៀបចំចាប់ដាក់ក្នុងត្រករៀបចំចាប់ដាក់ក្នុងត្រកបាទនេះវាអីទេអានឹងទៅឆាប់កើតទេតែមកខែហ្នឹងបានប្រហាត់ហ្នឹងបាទតែវាឡើងវាស្គាល់ម្ចាស់ស្គាល់អីយើងអាចប្រហាត់បានអាហ្នឹងកងជើងវា043បាទ043នេះ043ជំរុះរោមបាទបាទនេះអូមៀតធំអាហ្នឹងបាទចាស់ថ្ងៃខែ4ខែចឹងចឹងរៀបចំចាប់ដាក់ក្នុងត្រកផ្ញើឲ្យភ្ញៀវបាទនេះចងនេះបាទដាក់ចំណីផ្ញើឲ្យគាត់បើគាត់នៅតំបន់ក្នុងវាគុំរចំណីបាទដាក់ផ្ញើគាត់នេះទឹកថ្នាំវីតាមីនបាទដើម្បីការពារវាពុលឡានណាហ្វ្រីឲ្យគាត់ទេបាទបងកុំឲ្យឥឡូវនឹងវាទៅដល់អួលខ្លាំងបាទអញ្ចឹងចាំទទួលផងណាបានរៀបចំដាក់ទៅព្រោះបើសិនជាមានឡានអាចទៅដល់ហើយឡានសាងផងមកយប់បាទមួយថ្ងៃមកយប់ដល់បុរតនគិរីទៅពីរតនគិរីទៅទៀតបាទទៅដល់ស្រុកវ៉ាន់សែនោះបាទអញ្ចឹងវាឆ្ងាយដែរផ្លូវនឹងពីរតព្រោះឡានគេបើសិនជាមានឡានបានទៅត្រឹមវងមូលខេត្តរតនគិរីទេអញ្ចឹងដេកផ្លូវមកយប់បានអាចឡើងទៅដល់បាទអញ្ចឹងចាំទទួលផងណាហើយលេខទូរស័ព្ទនៅនឹងឲ្យតាក់តងដល់ឡានគេតាក់តងឲ្យបាទរៀបចំចាំទទួលផងបាទមានឡានក្រុមហ៊ុនដាក់ឡានក្រុមហ៊ុនបាទអត់មានតែឡានឈ្នួលទេបាទសូមអរគុណសូមនិយាយពីតែយើងមើលថែតាមហ្នឹងទៅបើថាវាមានតបើសិនជាវាស្ទើរអមម៉ោនក្រឡើងអាចដោះដូរវិញបានណាឬមួយក៏ផ្ញើនឹងមកខ្ញុំដាក់នឹងថ្មីឡើងទៅតែបងប្អូនទឹកនឹងរៀនលេងយើងទ្រាំបន្តិចបើវាឡើងហើយយើងអាចបង្ហាត់វាទៅបាទយំមិនយំយើងត្រូវតែយកវាចូលព្រៃឬមួយយើងប្រហាត់តាមផ្ទះតែយើងកុំអាលទៅឡើងលុបបាទព្រោះវាថ្មីអានឹងមិនមែនភ្នាក់ទេគឺកូនស្ទាវកាលណាយើងឡើងយើងប្រហាត់វាទៅអាចកើតលើដៃយើងគឺស្រួលលេងបាទអញ្ចឹងហើយបានថាលឡោបពូជម៉ាឡេគេលក់ថ្លៃកើតភ្នាក់បាទសូមអរគុណសូមរៀប